បាទសួស្តីពុកម៉ែមីងបងប្អូនទាំងអស់គ្នាជាទីគោរពនិងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូដំណឹងថ្មីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺតើតើជាមួយដំណឹងដែលថ្មីនៅព្រឹកថ្ងៃទី23បងប្អូនណាខែ5ឆ្នាំ2026នេះបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះសម្រាប់ admin បានទស្សនាឲ្យបន្តិចមុនហ្នឹងគឺគាត់ថាវីដេអូនេះគឺជាគំរូដែលល្អខ្លាំងមែនតើគំរូល្អទាំងបាទគឺបងប្រុស pass up ហើយនឹងគំរូល្អទៅដល់បាទគឺបាទអតិថិជនឬក៏បងប្អូនយើងដែលជាអ្នកឧបត្ថម្ភបងប្អូនគឺល្អគំរូនេះបងប្អូនណាអញ្ចឹងបើសិនបងប្អូនចង់ដឹងថាតើគំរូល្អតើតើជាមួយដំណឹងអ្វី admin តោះសូមបងប្អូនទៅតាមដានទស្សនាជាមួយ admin ទាំងអស់គ្នាបងប្អូនណាគាត់ជឿអងទី2ក៏គាត់មានបងឯងដែលជាលោកពូកង់3ដែលរើបានកាបូបលុយគេកាលពីប្រហែលថ្ងៃមុនបងនាទីផ្សាយហ្នឹងឯងបងបាទឥឡូវនេះមានបងស្រីមានឈ្មោះច័ន្ទថាវីគាត់ជាខ្មែរនិកជនគាត់បានផ្ញើថវិកាតាមខ្ញុំចំនួន$20ជូនជាការលើកទឹកចិត្តបងណាបាទអូបាទជូនពរគាត់មានសុខភាពល្អសំណាងល្អណាសូមឲ្យទេវតាតាមថែរក្សាបីបាច់គាត់បាទនេះជាទឹកចិត្តដែលសារតែគាត់បានឃើញនៅអំពើល្អរបស់បងបានធ្វើហើយគាត់ជូនបងនេះជាថវិកាសម្រាប់ទុកឲ្យបងជាការលើកទឹកចិត្តក៏ដូចជាការសរសើរពីគាត់បងស្រីច័ន្ទថាវីណាបាទអ្វីដែលសំខាន់នោះគឺបងបានដឹងអីតើម្ចាស់កាបូបគាត់បានមកទទួលយកការពីយប់មិញណាបាទគាត់បានទេដល់ខ្ញុំដែរពេលមុនស្អីឡើងគាត់បានគាត់ទេខ្ញុំសូមឲ្យខ្ញុំជួយដឹកគាត់គាត់ថាគាត់មានជីមកទៅគាត់ស្គាល់តាំងនៅឆ្ងាយពួកខ្ញុំបានប្រាប់គាត់ថាគាត់នៅថាគាត់នឹងគាត់នឹងពេលគ្រប់ប្រាក់ផាកនៅចិត្តនឹងជួយច្បាស់ចិត្តនឹងទេគាត់ជីមកលឿនជាងពេលនៅឆ្ងាយណាតែគាត់ចឹងខ្ញុំដឹកភ្ញៀវទៅពលានគាត់កូនឈឺណាបងគាត់បានមកទទួលផ្ទាល់គាត់ឲ្យកង់3មកយកដែរហ្នឹងបងគាត់កូនឈឺគាត់ថាគាត់នៅមើលកូនគាត់ហ្នឹងថាមានអីសរុបមានអីទេចុះពេលដែលវាយរើបានហ្នឹងរើបានម្ដុំណាបងនេះភ្លើជាលេខ5នៅកន្លែងរ៉ាសាំងតៃឡាខ្មែរយើងកូនស្គាល់ហើយស្គាល់បងបាទអញ្ចឹងរើបានអញ្ចឹងគាត់ថាគាត់ជីកង់3គាត់ខាងនេះដុបមកអត់មានក្រួយអាគ្រប់ក្រួយធ្លាក់ពីក្រួយធ្លាក់តាមក្រួយធ្លាក់តាមក្រួយបាទថាអញ្ចឹងហើយគាត់បញ្ញាពេកមកហ្នឹងថាកូនគាត់ជឿអងទី2កូនគាត់មានអាកាតការងារនោះអត់បានទៅធ្វើការទេដោយសារមានកាតបាទកូនស្រីគាត់ហ្នឹងបាទនេះគឺជាអ្វីដែលបងបានធ្វើពិតជាល្អខ្លាំងមែនតើហើយអ្វីដែលសំខាន់នោះគឺបងប្អូនប្រជាពលរដ្ឋខ្មែរបានសរសើរក៏ដូចជាបានគោរពដល់បងដែលបងបានរើបានកាបូបហើយបងយកមកបកគលជូនពួកខ្ញុំឲ្យខ្ញុំផ្សព្វផ្សាយទៅឲ្យបងស្រីគាត់បានឃើញអ្វីដែលសំខាន់នោះមានឯកសាររបស់គាត់ឯកសាររបស់កូនគាត់អាចយកទៅគាត់វាពិតជារឿងដែលសំខាន់ណាស់មែនទេបងបាទហើយអ្វីដែលជាការស្ញប់ស្ញែងសរសើរបងនោះមានជាការលើកទឹកចិត្តបងទៀតពីបងស្រីច័ន្ទថាវីដែលគាត់បានផ្ញើថវិកាចំនួន$80000រៀលជូនបងណាបងណាអរគុណបងសូមបន្តធ្វើនៅអ្វីដែលគេហៅថានេះគឺជាការចែករំលែកនៅភាពស្មោះត្រង់មួយដែលចង់និយាយថារើបានក៏ពិតនៅក្នុងកាបូបនោះមានថវិកាដែរមែនទេបងអញ្ចឹងមានឯកសារមានថវិកាអីបងអត់យកទៅទេបងយកមកឲ្យពួកខ្ញុំផ្សាយរកម្ចាស់គាត់ទេមកខ្ញុំគាត់សប្បាយចិត្តព្រោះគាត់នៅក្នុងនោះមានឯកសារមានអីចឹងណាបាទអញ្ចឹងអរគុណដល់បងប្រុសសូមឈ្មោះបងម្ដងទៀតបងមានឈ្មោះអីបងសុខវាសនាបាទសូមអរគុណទៅដល់បងប្រុសសុខវាសនាខ្លាំងមែនតើបងប្អូនអ្នកគ្នាបាទបងប្អូនគំរូល្អបាទបើសិនជាយើងព្យាយាមនឹងបង្ហាញពីទង្វើដែលល្អៗបានច្រើនបាទក្មេងៗចំនួនក្រោយគាត់នឹងយកគំរូតាមបើយើងបង្ហាញពីទង្វើដែលមិនល្អគាត់យកតាមដូចគ្នាសួរថាយើងគួរបង្ហាញនៅរូបភាពទស្សនវិជ្ជាមួយណាឲ្យពួកគាត់បាទមិនមែនជាក្មេងៗចំនួនក្រោយវាគឺជាគំរូល្អសម្រាប់មហាជនទាំងអស់គ្នាបងប្អូនហ្នឹងហើយល្អយ៉ាងម៉េចបងប្រុសសុវាសនាគាត់បានរើបានកាបូបនៅក្នុងកាបូបនោះគឺមានឯកសារមានលុយមានអីចឹងទៅបាទហើយមានអាវមានអីចឹងទៅបាទឬក៏សម្រាប់ផ្សេងប៉ុន្តែបងប្រុសគឺមិនបានរើសបានហើយបងប្រុសមិនបានយកទៅទុកដើម្បីយកនេះយកនោះអត់ទេនៅពេលដែលរើសបានគឺបងប្រុសគឺព្យាយាមទៅបាទបងសារព័ត៌មានគឺ idol គឺបាទបងសវណ្ណធីដើម្បីឲ្យគាត់ជួយផ្សព្វផ្សាយចឹងទៅបាទឥឡូវនេះគឺកាបូបហ្នឹងគឺបានទៅដល់ម្ចាស់ហើយម្ចាស់គឺសប្បាយចិត្តខ្លាំងមែនទែនសប្បាយចិត្តត្រង់ថាបងប្អូនគិតមើលយើងគិតថាវាមិនមែនថានេះទេដោយរឿងលុយកាក់យើងអាចរកបានប៉ុន្តែអ្វីជាទឹកចិត្តបាទទឹកចិត្តដ៏ល្អហើយក៏មានឯកសារហ្នឹងគឺឯកសារផ្សេងដែលពាក់ព័ន្ធជាមួយនឹងការនេះការនោះចឹងទៅវាតើទៅមួយការឬអីផ្សេងហ្នឹងគេលោបើសិនជាយើងបាត់ទៅយើងវាទៅធ្វើទៅអីម្ដងទៀតវាខាត់ពេលខាត់វេលាហ្នឹងវាសារឬក៏វិញនេះដែរអញ្ចឹងអ្វីដែលសំខាន់ឃើញរបស់ដែលបាត់បងប្រុសរើបានហើយយកទៅ
បាទឲ្យម្ចាស់វិញបាទបកគលជូនម្ចាស់វិញគឺល្អខ្លាំងមែនទែនទង្វើមួយនេះបងប្អូនទាំងគ្នាហើយនឹងមួយទៀតអ្វីដែលមានចង់សរសើរគឺអាសាទៅដល់បងស្រីដែលជាអតិថិជននៅណាជាសហរដ្ឋអាមេរិកបានឃើញហើយក៏បានឧបត្ថម្ភជាថវិកាតិចតួចសម្រាប់កិច្ចការលើកទឹកចិត្តទៅដល់បងប្រុសណាបាទគឺល្អខ្លាំងមែនទែនបងប្អូនសម្រាប់ admin គឺនៅតែបញ្ជាក់ល្អណាហ្នឹងហើយព្រោះដោយសារអីបងប្អូនរបស់គេណាទៅចង់បានធ្វើអីរបស់គេនៅពេលដែលយើងរើសហើយម្ចាស់គេសោកសង្រេងក្តៅកាហាយបាទរបស់គេបើសិនជាអាចរកម្ចាស់បានយកឲ្យគេវិញទៅបងប្អូនអើយហើយជាពិសេសអ្នកដែលលួចឆក់ប្លន់នេះនឹងអើយកែទៅល្មមនឹងមុខរបរអាជីពណាដែលយើងគិតថាជាមុខរបរសុចរិតទៅកុំអីណាហ្នឹងអីវាគ្មានតែមានកំណត់លួចឆក់ប្លន់មកហ្នឹងឯងចុងក្រោយបើមិនត្រូវគេវាយរងរបួសធ្ងន់ស្លាប់ក៏ជាប់គុកមានប៉ុណ្ណឹងអ្វីដែលសំខាន់គឺឲ្យប្រទេសជាតិរបស់យើងគឺអាប់អោនទៅតាមនឹងទៀតហើយធ្លាក់ចុះតាមនឹងទៀតអញ្ចឹងយើងព្យាយាមសាងអំពើល្អឲ្យបានច្រើនមកគ្នាឥឡូវយើងទៅតាមទស្សនាបន្តទៀតបងប្អូនបាទបងសុកវាសនាហើយពុកម៉ែបងប្អូនបើសិនជាចង់តំណែងគាត់ជួយជាការលើកទឹកចិត្តរបស់គាត់អាចតំណែងជីកង់3គាត់បងជួយបញ្ជាក់លេខម្ដងទៀតអស់បង096 345 1950គុតបាទហើយបងប្អូននេះជាលេខទូរស័ព្ទរបស់គាត់អាចតំណែងជីកង់3គាត់បានអញ្ចឹងហើយក៏សូមអរគុណទៅដល់បងប្រុសដែលគាត់មកទទួលម្សិលមិញអញ្ចឹងខ្ញុំអត់ទាន់បានធ្វើការផ្សព្វផ្សាយដោយសារតែរវល់ពេកអញ្ចឹងរឿងនេះខ្ញុំផ្សាយភ្ជាប់ជាមួយគាត់អញ្ចឹងបងប្អូនបាទនេះគឺជារឿងរ៉ាវមួយដែលល្អសម្រាប់ដល់បងពូដែលគាត់ប្រកបនៅលើដងផ្លូវជាពិសេសរថកង់3គាត់តែងតែរើសបាននេះរើសបាននោះឬមួយក៏បាញ់លុយច្រឡំបាញ់អីចឹងណាគាត់មានចិត្តស្មោះសរមានចិត្តបេះដូងល្អគឺគាត់ចែករំលែកមិនថារបស់ប្រជាជនខ្មែរឬមួយក៏របស់ជាតិសាសនាទេគឺគាត់បានចែករំលែកអរគុណណាបងទទួលការគោរពពីខ្ញុំបងអរគុណបងសុខសប្បាយនឹងធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងប្រយ័ត្នប្រយែងតាមផ្លូវណាបងណាបាទអរគុណចា៎បើបដោយមានទំនួលខុសត្រូវណាបងណាអរគុណបងដោយក្តីគោរពបងសុខសប្បាយបងបាទអរគុណបងអញ្ជើញទៅចុះបងបាទអរគុណប្រិយមិត្តទស្សនិកជនខ្ញុំបាទសវណ្ណទគិនមានតែប៉ុណ្្នឹងទេយើងសូមបញ្ចប់តែត្រឹមនេះបាទប្រហែលថ្ងៃនេះរឿងពូកង់3ច្រើនមែនទែនហើយឥឡូវនេះមានរឿងកង់3មួយទៀតអញ្ចឹងខ្ញុំនឹងធ្វើការបញ្ជាក់ជូនបងប្អូនបន្ថែមទៀតផងដែរបាទសូមអរគុណសូមគោរពលាបាទនៅបងប្អូនទាំងគ្នាតើតើជាមួយនឹងការរើសរបស់របបផ្សេងបានបើសិនជាយើងអាចណាបងប្អូនណាទី1គឺយើងព្យាយាមរកម្ចាស់គេទី2បើសិនជាមានបងជាសារព័ត៌មាននៅក្បែរយើងអាចជួយគាត់ជួយផ្សព្វផ្សាយឲ្យទៅពលស្អីនេះគឺជាទង្វើល្អបាទទង្វើល្អនេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាយើងរឹតតែមានភាពរីកចម្រើនពលស្អីតើកាលណាប្រទេសមួយដែលមានបាទប្រជាជនបាទប្រជាពលរដ្ឋដែលល្អច្រើនគឺប្រទេសជាតិយើងរីកចម្រើនទៅតាមនឹងដែរបងប្អូនណាហ្នឹងហើយអញ្ចឹងតើតើជាមួយដំណឹងមួយនេះសង្ឃឹមថាបងប្អូនយើងជាពិសេសពូផាសាបណាហ្នឹងហើយមានមួយចំនួនដែលទូចនោះបាទតើតើនឹងដូចជាពេលខ្លះឃើញគេបាញ់លុយច្រឡំបាញ់អីហ្នឹងពូអើយសិតតែភ្ញៀវយើងទេថ្ងៃក្រោយគាត់គុំទៅហៅយើងជីតដែរទេហ្នឹងហើយបើសិនតែគាត់បាញ់លុយច្រឡំបាញ់លុយលើសអីមិនម៉ាអីហ្នឹងហើយតើតើបាញ់ឲ្យគាត់វិញទៅសងតេជន់យើងវិញទៅបងប្អូនណាហ្នឹងហើយហើយបើសិនរោគម្ចាស់មិនឃើញទេបាញ់អីមិនឃើញទេស្វែងរកបងជាសារព័ត៌មានគាត់ជួយប្រកាសជួយផ្សព្វផ្សាយម្ចាស់គេឃើញគេតាក់ទងមកវិញហើយបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេតែចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាទៅជាដំណឹងហើយយើងក៏សង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបងប្អូនណាហ្នឹងហើយចុងក្រោយសូមអរគុណសូមគោរពលា